ពួកយើងបាយគ្នាឲ្យខ្ញុំសុំទោសប៉ុន្តែខ្ញុំត្រូវរៀបការគឺដើម្បីគ្រួសារខ្ញុំ បានអាយំអូនអរគុណអ្វីដែលបងធ្វើសម្រាប់អូននិងគ្រួសារអូនកន្លងមកតែការរៀបការនេះគឺអូនធ្វើទាំងបង្ខំចិត្តទេអូនមានសង្សារហើយអូនមិនអាចភ្លេចគេបានទេអូនសុំទោស ថ្ងៃគេកើគេសោញសប្បាយថ្ងៃខ្ញុំកើមដេចលឺសំឡេងយំសំឡេងនេះនៅក្បែរទ្រូងខ្ញុំសូមប្រាប់ការពិតអូនហ្នឹងមានបងជាប្តីអូនហ្នឹងដែលបងអាណិតតែអូនយំព្រោះអូនខូចចិត្តរៀបការនឹងបងអូនប្រាប់ថាមិនបានស្រឡាញ់អូនសុំទោសដែលចូលរោងការរឿងទាំងអូនតាមគ្រួសារទើបឈឺបែបនេះព្រះអើយប្រពន្ធខ្ញុំនាងយំសុំជួបសង្សារទាំងរោងការនៅញាតប្រុសស្រីព្រះអើយប្រពន្ធអូនធ្វើនេះដោយសមឡំប្តីអំបោះក្រហមពុកម៉ែចងដៃមិនទាន់ស្រាយផងអូនទៅចង់ទៅរកសង្សារទឹកនេត្រាទុកបងអ្នកយំឈ្មោះជាប្តីមិនអាចថែមុំបងព្រមកាត់ចិត្តព្រះអើយប្រពន្ធខ្ញុំនាងយំសុំជួបសង្សារទាំងរោងការនៅញាតប្រុសស្រីព្រះអើយប្រពន្ធអូនធ្វើនេះដោយសមឡំប្តីអំបោះក្រហមពុកម៉ែចងដៃមិនទាន់ស្រាយផងអូនទៅចង់ទៅរកសង្សារទឹកនេត្រាទុកបងអ្នកយំឈ្មោះជាប្តីមិនអាចថែមុំបងព្រមកាត់ចិត្តព្រះអើយប្រពន្ធខ្ញុំនាងយំសុំជួបសង្សារទាំងរោងការនៅញាតប្រុសស្រីព្រះអើយប្រពន្ធអូនធ្វើនេះដោយសមឡំប្តីអំបោះក្រហមពុកម៉ែចងដៃមិនទាន់ស្រាយផងឈ
ឈ្មោះបងជាប្តីមិនអាចថែមងបងព្រមការចិត្ត ថ្ងៃនេះសូមអរគុណចំពោះភ្ញៀវកិត្តិយសដែលបានចូលរួមអភិភិរបស់ខ្ញុំបានទាំងពីរអ្នកថ្ងៃនេះប៉ុន្តែខ្ញុំក៏មិនចង់ឃើញមនុស្សដែលខ្ញុំស្រឡាញ់ចូលរោងការដោយមានការបង្ខិតបង្ខំពីអ្នកដទៃណាម្នាក់ឯងពីព្រោះថានាងធ្លាប់មានមនុស្សដែលនាងស្រឡាញ់ហើយព្រះអើយប្រពន្ធខ្ញុំនាងយំសុំជួបសង្សារទាំងរោងការនៅញៀតប្រុសស្រីព្រះអើយប្រពន្ធអូនធ្វើនេះដោយសមឡំប្តីអំបោះក្រហមពុកម៉ែចងដៃមិនទាន់ស្រាយផងអូនទៅចុងទៅរកសង្សារទឹកនេត្រាទុកបង